សេចក្តីអំពាវនាវជូនចំពោះរាជការផែនដីនិងសមត្ថកិច្ចកម្ពុជាខ្ញុំសូមអំពាវនាវសារជាថ្មីម្ដងទៀតរឿងមនុស្សដែលមានលុយកាក់ហើយធ្វើអំពើខុសឆ្គងបើកបុកគេហើយកិច្ចខ្លួនរហូតដល់ផ្អើលនៅក្នុងប្រព័ន្ធ social media ហើយបានចេញមុខមកការបុកមនុស្សស្លាប់អត់អាចនឹងយកលុយមកសងជីវិតបានទេទោសព្រមមិនតាន់ត្រូវតែកាត់ទោសឲ្យបានត្រឹមត្រូវនៅពេលដែលមនុស្សនឹងវារត់គេចខ្លួនអស់រយៈប្រហែលម៉ោងជាតិស្រាជាតិថ្នាំញៀនត្រូវបានសាបពីខ្លួនពេលហើយដូច្នេះហើយមនុស្សដៃដល់ដែលបើកបុកគេស្លាប់នេះវាអាចនឹងបន្ថយទោសវាបានដោយសារវាគ្មានភស្តុតាងគ្រឿងញៀនឬគ្រឿងស្រវឹងតែរាជការនៅមានវិធីដែលអាចនឹងដាក់ទោសវាបានកុំឲ្យយកលុយទៅទិញក្បាលអ្នកស្លាប់រដ្ឋបវេនីសំណងនៅតែសងតែយកលុយទៅសងជីវិតអត់បានទេព្រោះច្បាប់របស់ប្រទេសត្រូវតែកាត់ទោសដូច្នេះហើយរឿងអ្នកបើកបុកគេស្លាប់ហើយកិច្ចខ្លួនអស់ប្រហែលម៉ោងទើបបកលខ្លួនឲ្យបលិសនៅពេលដែលស្វាងស្រាឬស្វាងគ្រឿងញៀនឬក៏ប្រើវត្ថុធាតុណាមិនល្អសូមឲ្យសមត្ថកិច្ចផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះទាំងតុលាការទាំងសមត្ថកិច្ចសូមរាជការថ្នាក់លើជួយផងអាណិតជីវិតកំសត់របស់ជនរងគ្រោះដែលបាត់បង់ជីវិតខ្ញុំមិនបានរិះគន់ដើម្បីបំផ្លាញទេតែសូមអង្វរសូមឲ្យរឿងនេះកាត់បន្ថយជាអតិបរមាទៅដើម្បីសេចក្តីសុខសាន្តនិងសន្តិភាពនៅក្នុងសង្គមហើយនឹងជំនឿជឿជាក់ទៅលើសេចក្តីយុត្តិធម៌របស់ប្រទេស